នៅពេលយើងស្វាគមន៍ឆ្នាំថ្មីខ្ញុំសង្ឃឹមថាអ្នកនឹងត្រូវបានប្រទានពរពីព្រះជាម្ចាស់ពេលចូលឆ្នាំចាប់ផ្ដើមជូនពរឆ្នាំថ្មីទាំងអស់គ្នានេះជាការជូនពរដែលបង្ហាញពីការជូនពររបស់យើងគ្រប់គ្នាឲ្យមានសុខភាពល្អនិងរីករាយក្នុងឆ្នាំយើងទាំងអស់គ្នាចង់ក្លាយជាមនុស្សដែលមានពរដូច្នេះមនុស្សប្រភេទណាដែលជាអ្នកមានពរគឺជាអ្នកដែលអាននិងសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះទាំងយប់ទាំងថ្ងៃពរជ័យរបស់ព្រះត្រូវបានសរសេរនៅក្នុងព្រះបន្ទូលរបស់ទ្រង់តើអ្នកធ្លាប់ឃើញដើមឈើដ៏ធំរឹងមាំឈរនៅមាត់ទន្លេទេមិនថាព្រះអាទិត្យក្តៅឬខ្យល់បក់ខ្លាំងប៉ុណ្ណាទេដើមឈើនោះតែងតែរឹងមាំឬប្រភេទណាដែលដើមឈើត្រូវតែលូតលាស់ខ្លាំងដើមធំកាន់តែជ្រៅឬវាចូលទៅក្នុងដីរស់របស់វាឈានដល់ទឹកនៃស្ទ្រីមដែលអនុញ្ញាតឲ្យវាលូតលាស់ខ្លាំងដោយមិនខ្លាចគ្រោះរាំងស្ងួតខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាក្លាយជាមនុស្សមានពរព្រះគម្ពីរប្រាប់យើងថាអ្នកដែលមានពរគឺជាអ្នកដែលមានឫសគល់នៃព្រះបន្ទូលរបស់ព្រះយ៉ាងជ្រៅព្រះគម្ពីរចែងថាពេលយើងធ្វើតាមព្រះយើងក្លាយជាមនុស្សដែលមានពរថ្ងៃនេះតាមរយៈទំនុកដំកើងមួយយើងនឹងរៀនពីរបៀបពង្រឹងជំនឿរបស់យើងហើយធ្វើការជ្រើសរើសត្រឹមត្រូវទំនុកដំកើងមួយនិយាយអំពីមនុស្សពីរប្រភេទទី1មានអ្នកប្រាជ្ញដែលស្រឡាញ់ព្រះហើយអានព្រះបន្ទូលទ្រង់ជារៀងរាល់ថ្ងៃដោយដើរតាមមាគ៌ារបស់ទ្រង់បុគ្គលនេះប្រៀបបាននឹងដើមឈើដ៏រឹងមាំដែលដាំនៅមាត់ទន្លេនេះមានន័យថាមនុស្សដែលស្រឡាញ់ព្រះចូលចិត្តរៀនអំពីទ្រង់ពួកគេចូលចិត្តអានព្រះគម្ពីរជារៀងរាល់ថ្ងៃស្ដាប់រឿងព្រះគម្ពីរហើយគិតអំពីឆន្ទៈរបស់ព្រះស្រមៃម្ដងទៀតអំពីដើមឈើដ៏ធំនិងរឹងមាំនៅមាត់ទន្លេដើមឈើនោះតែងមានទឹកផឹកដូច្នេះស្លឹករបស់វាមានពណ៌បៃតងហើយបង្កើតផលបានច្រើននេះគឺដូចជាអ្នកដែលដើរតាមព្រះពួកគេមានជំនឿខ្លាំងឡើងអសប្បាយជារៀងរាល់ថ្ងៃនឹងជួយអ្នកដទៃនៅពេលដែលយើងស្ដាប់ព្រះបន្ទូលរបស់ព្រះមានភាពសប្បុរសចំពោះអ្នកដទៃហើយធ្វើអ្វីដែលត្រឹមត្រូវសូម្បីតែពេលមានការលំបាកយើងអាចក្លាយជាដូចជាដើមឈើខ្ពស់ដ៏រឹងមាំទី2មានមនុស្សល្ងង់ដែលមិនអើពើនឹងព្រះហើយដើរតាមមិត្តអាក្រក់ព្រះសពព្រះតីឲ្យយើងនៅឲ្យឆ្ងាយពីមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ដោយចេតនាមនុស្សអាក្រក់កុហកឬតេះដៀលអ្នកដទៃឬអ្នកដែលឆ្លោះជាមួយមិត្តរបស់ពួកគេយើងគួរនៅឲ្យឆ្ងាយពីមិត្តភក្តិបែបនេះព្រះចង់ឲ្យយើងធ្វើដូច្នេះគម្ពីរចែងថាមនុស្សទាំងនេះប្រៀបដូចជាអង្កាមស្ងួតដែលត្រូវខ្យល់ពួកគេជាមនុស្សដែលព្រះមិនពេញចិត្តតើកូនប្រភេទណាដែលអ្នកចង់ក្លាយជាដើមឈើដ៏រឹងមាំឬអង្កាមស្ងួតទំនុកដំកើងមួយក្បីចែងថាបុគ្គលមានប្រាជ្ញាប្រៀបបាននឹងដើមឈើដែលដាំតាមដងទឹកផ្ដល់ផ្លែតាមរដូវហើយស្លឹកមិនក្រៀមស្វិតធ្វើអ្វីក៏ចម្រើននៅពេលដែលយើងនៅជិតព្រះជាម្ចាស់នោះជាអ្វីដែលយើងក្លាយជាពេលយើងអានព្រះគម្ពីរជារៀងរាល់ថ្ងៃហើយអធិដ្ឋានហើយធ្វើតាមព្រះនោះជំនឿរបស់យើងកាន់តែខ្លាំងតើយើងអាចក្លាយជាមនុស្សឆ្លាតដោយរបៀបណាទី1យើងត្រូវតែស្រឡាញ់ព្រះបន្ទូលរបស់ព្រះទំនុកដំកើងមួយទី2ចែងថាអ្នកប្រាជ្ញស្រឡាញ់ព្រះបន្ទូលរបស់ព្រះហើយរំពឹងគិតអំពីវាជានិច្ចការអាននិងសញ្ជឹងគិតអំពីគម្ពីរជួយយើងរៀនពីរបៀបធ្វើតាមព្រះទី2យើងត្រូវជ្រើសរើសមិត្តល្អទំនុកដំកើងមួយប្រាប់យើងកុំឲ្យដើរតាមមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ផ្ទុយទៅវិញយើងគួរចំណាយពេលជាមួយមិត្តល្អដែលនាំយើងឲ្យខិតទៅជិតព្រះទី3យើងត្រូវអធិស្ឋានសុំឲ្យព្រះជួយយើងឲ្យរីកចម្រើនដូចជាដើមឈើត្រូវការទឹកនិងពន្លឺព្រះអាទិត្យយើងត្រូវការព្រះបន្ទូលនិងការអធិស្ឋានរបស់ព្រះដើម្បីពង្រឹងជំនឿរបស់យើងទំនុកដំកើងមួយប្រាប់យើងថាបើយើងដើរតាមព្រះនោះទ្រង់នឹងប្រទានពរដល់យើងប្រទានកម្លាំងដល់យើងហើយដឹកនាំយើងទៅក្នុងផ្លូវត្រូវដូចជាដើមឈើដ៏រឹងមាំដែលដាំនៅមាត់ទន្លេការអានព្រះគម្ពីរនិងការស្ដាប់ព្រះជួយយើងឲ្យរឹងមាំដូចជាដើមឈើធំព្រះទ្រង់មើលថែយើងហើយប្រទានពរដល់យើងពេលយើងរស់នៅតាមផ្លូវត្រូវទំនុកដំកើងមួយបង្រៀនយើងឲ្យជ្រើសរើសផ្លូវត្រូវជាមាគ៌ារបស់ព្រះហើយយើងនឹងមានភាពរឹងមាំនិងមានសុភមង្គលខ្ញុំមានសំណួរមួយសម្រាប់អ្នកតើអ្នកអាចអានព្រះបន្ទូលរបស់ព្រះផងដែរនិងអធិស្ឋានជារៀងរាល់ថ្ងៃចាប់ពីថ្ងៃនេះចូលធ្វើវាទាំងអស់គ្នា